អ្នកទាំងគ្នាជឿលើជំនឿបើសម្រាប់ខ្ញុំគឺខ្ញុំជឿប៉ុន្តែជំនឿគេមិនមែនឲ្យយើងជឿដល់ខ្វះការពិចារណាទេប៉ុន្តែបើគ្មានជំនឿហើយនឹងសាសនាក៏វាមិនកើតដែរទីតាំងដែលខ្ញុំថតនេះគឺខ្ញុំបានដកស្រង់ពីស្ពានព្រះរាជដំណាក់ហើយខ្លោងទ្វារដែលខ្ញុំកំពុងទៅជិះចូលនេះគេហៅថាខ្លោងទ្វារព្រះរាជដំណាក់បើយើងបុកទៅត្រង់ទៀតយើងបានទៅដល់កន្លែងព្រះអង្គជ័យព្រះអង្គចុះហើយនឹងលោកយាយទេពប៉ុន្តែខ្លោងទ្វារដែលខ្ញុំកំពុងតែថតនេះខ្ញុំហៅថាខ្លោងទ្វារជ័យហ្មងទៅដែលមានទីតាំងស្ថិតនៅមុខព្រះរាជដំណាក់ខេត្តសៀមរាបបងប្អូនអ្នកសៀមរាបដូចខ្ញុំអត់បើសម្រាប់ខ្ញុំចាំបានណាពុកម៉ែបងប្អូនខ្លោងទ្វារហ្នឹងពីមុនមកគេបិទឲ្យចរាចរណ៍យូរហើយចូល5-6 ឆ្នាំហើយដឹងប៉ុន្តែខ្ញុំចាំបានចេះនៅឆ្នាំនោះនៅពេលដែលគេចាប់ផ្ដើមបិទប្រហែលជាអត់បានផងមានភ្លើងឆេះបាទមានអគ្គីភ័យឆាបឆេះទៅលើព្រះរាជដំណាក់ដែលមានទីតាំងស្ថិតនៅទល់មុខនឹងលោកយាយទេពនិងព្រះអង្គជ័យព្រះអង្គចប់នឹងតែម្ដងអ្នកទាំងអស់គ្នាឃើញអគ្គីភ័យកំពុងតែឆាបឆេះហើយអាស្រមលោកយាយទេពគឺនៅជិតនឹងតែម្ដងពួកយើងនឹងអត់ចាប់អារម្មណ៍ទេយើងអាចនឹងបន្ទោសទៅលើបញ្ហាឆ្លងខ្សែភ្លើងឬក៏ផ្ទុះខ្សែភ្លើងអីផ្សេងប៉ុន្តែបើសិនជាយើងក៏លេចមើលមកមួយជ្រុងទៀតហ្នឹងវាអាចនឹងពាក់ព័ន្ធជាមួយនឹងជំនឿដែរបើសិនជានិយាយពាក់ព័ន្ធជាមួយនឹងជំនឿយើងអាចនិយាយបានថាតាំងពីថ្ងៃគេបិទខ្លោងទ្វារព្រះរាជដំណាក់ហ្នឹងមកអញ្ចឹងវាចេះតែមានបញ្ហារហូតលកម្មលកសៀមរាបរៀងស្ងាត់ភ្ញៀវអាជីវករចាប់ផ្ដើមលូចំណែកឯស្រុកទេសវិញក៏មានសង្គ្រាមទៀតណែឃើញទេអាហ្នឹងគឺជាអ្វីដែលខ្ញុំសង្ស័យអត់ទេវាចៃដន្យខ្លាំងមែនតើប៉ុន្តែនៅពេលដែលគេចាប់ផ្ដើមបើកខ្លោងទ្វារហ្នឹងមកវិញសៀមរាបដូចមានព្រលឹងអញ្ចឹងពុកម៉ែបងប្អូនមនុស្សអ៊ូអហើយចរាចរវិញជុំវិញខេត្តវិញឡើងស្អែកស្កាហ្មងសុទ្ធតែមនុស្សហើយខ្លោងទ្វារហ្នឹងពុកម៉ែបងប្អូនអស់នេះដឹងគេបើកថ្ងៃណាគឺបើកនៅថ្ងៃដែលគេធ្វើពិធីរំលឹកគុណទៅដល់បងវីរៈកងទ័ពនិងទីមទារសន្តិភាពគ្រាន់តែគេចាប់ផ្ដើមប្រពកម្មវិធីនឹងមកពឹបពុកម៉ែបងប្អូនខ្លោងទ្វារក៏ចាប់ផ្ដើមបើកទ្វារហ្នឹងពុកម៉ែបងប្អូនដូចបើកឲ្យពោជ័យហ្មងគាត់ថាបើកខ្លោងទ្វារហ្នឹងពុបស្អែកឡើងម៉ោង12ថ្ងៃត្រង់ប្រទេសយើងទទួលបានសន្តិភាពបត់ឈប់បាញ់ក៏ចាប់ផ្ដើមកើតឡើងមកសំលេងអាវុធក៏ចាប់ផ្ដើមលេងផ្ទុះហើយទទួលបានសុខសាន្តមកដល់ឥឡូវទៀតណាអូយលេសើបានគាត់អង្គុយនិយាយនេះក៏ព្រឺរោមដែរណាពុកម៉ែបងប្អូនអានឹងហើយគឺជាចំណុចមួយដែលយើងគួរតែសង្កេតមើលណាពុកម៉ែបងប្អូនប៉ុន្តែខ្ញុំនិយាយនេះមិនមែនទៅលើជំនឿទាំងស្រុងណាពុកម៉ែបងប្អូនថ្នាក់ដឹកនាំក៏ពួកគាត់ខំប្រឹងដែរពួកគាត់នៅពីក្រោយយើងគាត់ព្យាយាមដោះស្រាយបញ្ហាការទូតមិនអាហ្នឹងក៏យើងមិនដឹងដែររហូតមកដល់ឥឡូវឃើញស្ងាត់សង្គ្រាមអានេះគុំនិយាយគេហៅថាអាគមសមយោបាទអូខេអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងវីដេអូនេះផងដែរក៏សូមអរគុណទៅដល់បងអាបាខេត្តសៀមរាបបាទបងប្រាក់សុភ័ណ្ឌដែលគាត់បានធ្វើការស្នើទៅលើថ្នាក់លើដើម្បីឲ្យមានការចរាចរណ៍បើកទៅលើខ្លោងទ្វារព្រះរាជដំណាក់គេហៅថាខ្លោងទ្វារជ័យហ្មងទៅនៅពេលដែលបើកខ្លោងទ្វារហ្នឹងទៅបងអើយខ្ញុំនិយាយមែនដូចមានបលឹងអញ្ចឹងសៀមរាបសុខសប្បាយណាស់បងអើយសុខសប្បាយមែនតែនអរគុណច្រើនបងអរគុណបងខ្លាំងមែនតែនអញ្ចឹងពុកម៉ែបងប្អូនអរគ្នាដែលមកលេងខេត្តសៀមរាបពុកម៉ែបងប្អូនអរគ្នាមានឱកាសធ្វើចរាចរណ៍ឆ្លងកាត់ព្រះរាជដំណាក់ក៏ដូចជាលោកយាយទេពព្រះអង្គជ័យព្រះអង្គចប់នឹងទស្សនាទៅលើសួនក៏ដូចជាមេតបដែលអង្គអាចទាំង12អង្គនៅក្នុងសួនព្រះរាជដំណាក់នឹងតែម្ដងអញ្ចឹងសម្រាប់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយនេះផងដែរក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនអរគ្នាដែលចំណាយពេលដែលមានតម្លៃមកតាមដានវីដេអូមួយនេះអរគុណច្រើនសូមអរគុណនិងសូមជម្រាបលា